កសែតអន្តរជាតិ The Development ផ្ទះកំភ្លៀងយ៉ាងធ្ងន់ធ្ងរចំពោះទង្វើរបស់ទាហានថៃបានបាញ់ប្រហារលើជនស៊ីវិលរបស់កម្ពុជានិងកាន់កាប់ទឹកដីរបស់កម្ពុជាដោយខុសច្បាប់ The Development បានចោទសួរជាសំណួរចំទៅកាន់ថៃថាហេតុអ្វីបានជាថៃប្រើប្រាស់ហិង្សាមកលើដែនអធិបតេយ្យភាពរបស់ប្រជាណាចក្រកម្ពុជាបាទនេះគឺជាដំណឹងទី1ដែលខ្ញុំបាទបញ្ញានឹងជម្រាបជូនទៅកាន់អស់លោកអ្នកខណៈដែលដំណឹងទី2នេះបាទថៃប្រកែកថាខ្លួនមិនមែនជាប៉ូលីសអាស៊ានទេបាទតើថៃទទួលស្គាល់ថាបាទខ្លួនគឺជាអ្នកឈ្លានពានទឹកដីរបស់កម្ពុជាដែរទេបើបញ្ហាស្កេមនៅព្រំដែនគឺជាករណីដាច់ដោយឡែកពីគ្នាដំបងឡាយថៃបាទគេបាននិយាយថាការធ្វើសង្គ្រាមនៅតាមបណ្ដោយព្រំដែននេះមិនមែនជាសង្គ្រាមដណ្ដើមដីមិនមែនជាសង្គ្រាមវាទីបាទចង់បានដីរបស់កម្ពុជាទេហើយក៏មិនមែនជាសង្គ្រាមដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរនឹងរងទុក្ខវេទនាដែរគឺជាបាទការរៀបចំនៅផែនការបាទកំចាត់ស្កេមនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃតែប៉ុណ្ណោះប៉ុន្តែសួរថាថៃគឺជាប៉ូលីសអាស៊ានមែនបាទបានជាថៃបាទធ្វើជាបងធំធ្វើជាមហាអំណាចនៅក្នុងការបង្កើតសង្គ្រាមនៅតាមព្រំដែនបែបនេះនេះគឺជាដំណឹងទី2ដែលខ្ញុំបាទនឹងជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនខណៈដែលដំណឹងទី3រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃទទួលស្គាល់ថាតម្លៃសពាវុធគឺកើនឡើង 30% នៅក្នុងពេលដែលមានចំនួនជាមួយនឹងកម្ពុជានិងជំរុញឲ្យបង្កើតនៅបាទការផលិតអាវុធឲ្យបានច្រើនជាទីបំផុតនៅក្នុងប្រទេសថៃតាមអ្វីដែលធ្លាប់បាទធ្វើទៅបានកន្លងមកខ្ញុំបានចែករំលែកជូនទៅកាន់បងប្អូនថាថៃបានប្រើប្រាស់នៅសពាវុធទាំងអស់នេះគឺសាកល្បងជាមួយនឹងកម្ពុជាដើម្បីដឹងអំពីបាទថាតើសពាវុធរបស់ខ្លួនខ្លាំងដល់កម្រិតណាល្អដល់កម្រិតណាបាទនៅក្នុងការបាទត្រៀមលក់ឲ្យបរទេសនេះគឺជាដំណឹងទី3សម្រាប់ដំណឹងទី4នេះសម្ដេចធិបតីហ៊ុនម៉ាណែតពន្យល់ពីអត្ថន័យតំណែងប្រេសិតពិសេសនិងដាស់តឿនពីសិលធម៌នយោបាយនៅក្នុងការបង្រួបបង្រួមជាតិប៉ុន្មានថ្ងៃនេះក្រោយពីបាទការតែងតាំងនៅបាទកូនស្រីរបស់លោកពូខឹមបាទសុខាបាទគឺបាទកញ្ញាកឹមមនោវជ្ជាបាទគឺជាប្រេសិតបាទសម្រាប់អឺមានតំណែងស្មើនឹងរដ្ឋមន្ត្រីបាទឥឡូវនេះក៏មានការអ្នកខ្លះរិះគន់ក៏មានអ្នកខ្លះនឹងអបអរសាទរបាទឥឡូវនេះគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺបានពន្យល់ពីអត្ថន័យនៃតំណែងប្រេសិតពិសេសនិងដាស់តឿនអំពីសិលធម៌នយោបាយនៅក្នុងការបង្រួបបង្រួមជាតិកុំឲ្យបងប្អូនយើងមានការយល់ច្រឡំកុំឲ្យបងប្អូនយើងចេះតែបន្តវែកញែកដោយអត់មានហេតុមានផលតើដំណើររឿងនេះនឹងទៅជាយ៉ាងណានៅក្នុងបាទរឿងរ៉ាវទាំង4សម្រាប់ថ្ងៃនេះខ្ញុំបាទនឹងលម្អិតមួយច្បាស់ជូនទៅកាន់ពុកម៉ែបងប្អូនតែម្ដងសួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់ដំណឹងអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់បាទថ្ងៃនេះគឺខ្ញុំមាន4សាច់រឿងធំដើម្បីចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនបាទសម្រាប់រឿងរ៉ាវទី1នេះដែលជាដំណឹងពិសេសនោះគឺបាទកាសែតអន្តរជាតិ The Development ផ្ទះកំភ្លៀងយ៉ាងធ្ងន់ចំពោះទង្វើរបស់ថៃដែលបានបាញ់ប្រហារលើជនស៊ីវិលនិងកាន់កាប់ទឹកដីរបស់កម្ពុជាដោយខុសច្បាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកបាទនេតភេត្រាបានគូសរំលេចយ៉ាងច្បាស់នៅលើបណ្ដាញសង្គមដោយបានបាទច្បិចយកខ្លឹមសារនៃអត្ថបទស៊ើបអង្កេតដ៏វែងមួយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះ The Development ដែលបានចេញផ្សាយនៅថ្ងៃទី18ខែសីហាឆ្នាំ2026អត្ថបទស៊ើបអង្កេតរបស់សមាជិកអ្នកសារព័ត៌មានអន្តរជាតិ Lindsay Kennedy និង Nathan Paul Southern បានទម្លាយសក្ខីកម្មនិងភស្តុតាងនៅលើដីយ៉ាងច្បាស់ក្រឡែតដែលការទះកំភ្លៀងយ៉ាងធ្ងន់ធ្ងរទៅលើការអះអាងរបស់យោធាថៃដែលតែងតែនិយាយថាប្រតិបត្តិការយោធារបស់ខ្លួនត្រូវបានដឹកនាំយ៉ាងតឹងរ៉ឹងតែលើគោលដៅយោធាតែប៉ុណ្ណោះតាមរយៈការចុះផ្សាយដល់ទីតាំងកើតហេតុនៅក្នុងតំបន់បាទជួមនៅអូស្មាច់និងតំបន់ថ្មដាអ្នកសារព័ត៌មានអន្តរជាតិបានប្រមូលនៅសក្ខីកម្មនិងភស្តុតាងសំខាន់ចំនួន3ចំណុចដែលបញ្ជាក់ថាថៃបានប្រព្រឹត្តការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើទឹកដីនិងជីវិតមនុស្សស៊ីវិលនៅកម្ពុជាទី1សក្ខីកម្មផ្ទាល់ថាគ្មានវត្តមានយោធាកម្ពុជានៅទីតាំងដែលថៃបានវាយប្រហារ
នៅក្នុងតំបន់ជាំជនរងគ្រោះដែលជាជនជាតិដើមមានកំណើតនីសេរីយ៉ាម្នាក់ដែលមានឈ្មោះថាពុលដែលគឺជាអ្នករស់រានមានជីវិតពីការវាយប្រហារបានអះអាងថារូបគេមិនដែលឃើញមានវត្តមានទាហានឬក៏យោធាកម្ពុជានៅក្នុងបរិវេណអគារឬក៏សន្តាគារកាស៊ីណូដែលត្រូវបានទម្លាក់គ្រាប់បែកនៅក្បែរនោះឡើយប៉ុន្តែប៉ុន្មានចុងក្រោយពីបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ចូលជាធរមានភ្លាមយោធារបស់ថៃបានប្រើប្រាស់នៅដ្រូននិងយន្តហោះចម្បាំងខ្ជាក់ទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ជាបន្តបន្ទាប់បណ្ដាលឲ្យមនុស្សជាច្រើនបាត់បង់អាយុជីវិតជនរងគ្រោះរូបនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំមិនដែលឃើញទាហានកម្ពុជាណាម្នាក់នោះទេគ្មាននរណាម្នាក់បាញ់តបតជាមួយនឹងប្រទេសថៃឡើយមានតែការវាយប្រហារពីយោធាថៃតែម្ខាងប៉ុណ្ណោះចំណុចទី2ការសង្កេតដោយផ្ទាល់ពីការវាយប្រហារលើជនស៊ីវិលនិងជនរងគ្រោះអំពីការជួញដូរមនុស្សនៅក្នុងតំបន់អូស្មាច់អ្នកសារព័ត៌មាន The Development បានទៅដល់ទីតាំងភ្លាមក្រោយពីការវាយប្រហារតាមដែនអាកាសហើយក៏បានឃើញនៅអគារដែលមានមនុស្សរស់នៅនិងមានជនរងគ្រោះពីការជួញដូរមនុស្សជាច្រើនទៀតកំពុងតែត្រូវភ្លើងឆេះអ្នកសារព័ត៌មានបញ្ជាក់ថាចាប់តាំងពីខែកក្កដាឆ្នាំ2025ពួកគេគឺបានឃើញនៅដ្រូនរបស់ថៃហោះឃ្លាំមើលនៅក្នុងតំបន់ទាំងនេះជាប្រចាំប៉ុន្តែគ្មានភស្តុតាងណាមួយដែលបង្ហាញថាអគារស៊ីវិលទាំងអស់នោះត្រូវបានប្រើជាមូលដ្ឋានយោធាកម្ពុជាដូចជាការចោទប្រកាន់របស់ថៃឡើយចំណុចទី3ការរំលោភបំពាននឹងការកាន់កាប់ទឹកដីរបស់កម្ពុជានិងការបាញ់ប្រហារលើគណៈប្រតិភូអន្តរជាតិអត្ថបទស៊ើបអង្កេតក៏បានលាតត្រដាងអំពីការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដីដោយជាឯកតោភាគីពីសំណាក់យោធាថៃតាមរយៈការដាក់នៅជញ្ជាំងទូកុងតឺន័ររបាំងផ្លូវនិងការបោះនៅទីតាំងឈរជើងយោធាថៃនៅលើដីរបស់កម្ពុជាដូចជាតំបន់ថ្មដានិងតំបន់អូស្មាច់ជាដើមកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនៅពេលដែលអ្នកសារព័ត៌មានព្យាយាមចូលទៅពិនិត្យទីតាំងយោធាថៃបានបាញ់ប្រហារប្រមានហើយមិនដល់12ម៉ោងផងទាហានរបស់ថៃគឺបានបើកការបាញ់ប្រហារម្ដងទៀតចំពេលដែលគណៈប្រតិភូអន្តរជាតិរួមមានមន្ត្រីការទូតនិងអនុព័ន្ធយោធាកំពុងតែចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់ព្រំដែនទិន្នន័យនិងសក្ខីកម្មដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Development នាពេលនេះគឺជាភស្តុតាងដែលមិនអាចបដិសេធបាននិងបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរចំពោះការទទួលខុសត្រូវរបស់យោធាថៃការយកលេសបង្ក្រាបបទល្មើសឬការវាយប្រហារគោលដៅយោធាដើម្បីបិទបាំងទង្វើបាញ់ប្រហារលើជនស៊ីវិលការរំលោភបំពានបទឈប់បាញ់និងការទន្ទ្រានកាន់កាប់ទឹកដីដោយខុសច្បាប់លើអធិបតេយ្យភាពកម្ពុជាគឺជាអំពើដែលទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់បំផុតចំពោះមុខច្បាប់អន្តរជាតិគ្រប់យ៉ាងថៃត្រូវតែសងកម្ពុជាថៃគឺជាអ្នកប្រព្រឹត្តនៅបទល្មើសសង្គ្រាមបងប្អូននេះគឺជាការចុះផ្សាយដោយ Development សារព័ត៌មានអន្តរជាតិគឺបានចុះផ្សាយចំតែម្ដងតាក់ទិនទៅនឹងទង្វើរបស់ថៃគឺជាអ្នកឈ្លានពានកម្ពុជាប៉ុន្តែថៃប្រកែកថាមិនបានឈ្លានពានកម្ពុជានោះទេខ្ញុំបាទសូមបញ្ចប់នៅដំណឹងទី1នេះបន្តចូលទៅកាន់ដំណឹងទី2ដែលជាដំណឹងក្តៅកគុកតែម្ដងដោយប្រទេសថៃគឺបានប្រកែកថាខ្លួនមិនមែនជាប៉ូលីសអាស៊ានតើថៃទទួលហ៊ានស្គាល់ទេថាខ្លួនឈ្លានពានដីកម្ពុជាបើបញ្ហាស្កេមនៅនឹងព្រំដែនគឺជាករណីដាច់ដោយឡែកពីសង្គ្រាមខ្ញុំបាទចែករំលែកនៅព័ត៌មាននេះម្ដងហើយតាក់ទិនទៅនឹងអត្ថបទវិភាគមួយដែលសួរថាថៃគឺជាប៉ូលីសអាស៊ានមែនបានជាថៃនិយាយថាខ្លួនមិនបានឈ្លានពានដីរបស់កម្ពុជាហើយថៃគឺជាអ្នកកំទេចនៅស្កេមមើលនៅតាមបណ្ដោយព្រំដែនបើយើងមើលទៅលើការផ្សាយរបស់សារព័ត៌មានថៃនាពេលថ្មីនេះគឺបានឲ្យដឹងថាការចេញមុខអះអាងរបស់ប្រមុខមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃនិងកម្ពុជាដែលហៅកាត់ថា JIC ដែលបានអះអាងថាប្រទេសថៃមិនបានធ្វើខ្លួនគឺជាមេប៉ូលីសអាស៊ានឬក៏ជ្រៀតជ្រែកនៅក្នុងផ្ទៃការក្នុងរបស់កម្ពុជានោះត្រូវបានគេមើលឃើញថាគឺជាការព្យាយាមគេចវេះនិងបង្វែងដានពីទង្វើឈ្លានពានរបស់ថៃនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសជាណាចក្រកម្ពុជាដោយពិតប្រាកដ
ថ្វីត្បិតតែមន្ត្រីជាន់ខ្ពស់យោធាថៃរូបនេះបានព្យាយាមបែងចែកឲ្យដាច់ស្រឡះរវាងបទល្មើសឆបោកទៅតាមប្រព័ន្ធអ៊ីនធឺណិតស្កេមនិងបញ្ហាអធិបតេយ្យភាពព្រំដែនក៏ដោយក៏ប៉ុន្តែចំណុចសំខាន់ដែលភាគីថៃមិនដែលព្រមឆ្លើយតបដោយស្មោះត្រង់នោះគឺតើថៃហ៊ានទទួលស្គាល់ដែរឬទេថាកងទ័ពរបស់ខ្លួនបានរំលោភបំពានសន្ធិសញ្ញានិងឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសជាណាចក្រកម្ពុជាលោកឧត្តមសេនីយ៍ឯកប្រផាសសនចៃឌីអគ្គមេបញ្ជាការកងទ័ពដែនអាកាសនិងជាប្រធាន JIC បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថាប្រទេសថៃមិនដែលប្រកាសខ្លួនគឺជាប៉ូលីសប្រចាំតំបន់ហើយបានគោរពនៅអធិបតេយ្យភាពរបស់រដ្ឋសមាជិកទាំងអស់លោកបានសង្កត់ធ្ងន់ថាបទល្មើសCyber និងការជួញដូរមនុស្សគឺជាបទល្មើសឆ្លងដែនដែលមានផលប៉ះពាល់ទៅដល់ពលរដ្ឋទូទាំងពិភពលោកដូច្នេះมันអាចរាប់បញ្ចូលជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយបានឡើយទោះជាយ៉ាងណាក៏ដោយការលើកឡើងអំពីយន្តការជាតិដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសទាំងអស់នេះហាក់បីដូចជាការយកលេសបិទបាំងនៅចេតនាឈ្លានពានរបស់យោធាខ្លួនច្រើនជាងដែលថៃប្រើប្រាស់នៅកងទ័ពចូលទន្ទ្រានព្រំដែនកម្ពុជាដោយខុសច្បាប់ប្រសិនបើភាគីថៃពិតជាចង់ឲ្យមានការបែងចែកដាច់ដោយឡែករវាងបញ្ហាស្កេមនិងបញ្ហាព្រំដែនដោយដែលលោកប្រផាសសនចៃឌីបានលើកឡើងមែននោះហេតុអ្វីបានជាថៃតែងតែប្រើប្រាស់លេសនៃការបង្ក្រាបបទល្មើសឆ្លងដែនដើម្បីធ្វើជាយុទ្ធសាស្ត្រនៅក្នុងការចល័តទ័ពចូលរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសជាតិណាចក្រកម្ពុជាបែបនេះទៅវិញចុះពាក្យដែលលោកពោលថាកុំយកបទល្មើសមកបាំងមុខរឿងព្រំដែនហើយក៏កុំយករឿងព្រំដែនធ្វើជាខែលការពារបទល្មើសមកចោទលើកម្ពុជានោះតើសមហេតុសមផលដែរឬក៏យ៉ាងណាព្រោះថាផ្ទុយស្រឡះពីសកម្មភាពជាក់ស្ដែងនៅលើដីដែលយោធារបស់ថៃអួតអាងថាខ្លួនគឺជាអ្នកបង្ក្រាបស្កេមអ្នកការពារសន្តិសុខនៅក្នុងតំបន់ធ្វើជាលេសបំពេញកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់លើពីនេះទង្វើរបស់យោធាថៃគឺបានស្ដែងឲ្យឃើញថាប្រទេសថៃគឺជាអ្នកបំផ្លាញនៅសុខដុមរមនាអាស៊ានព្រោះថៃគឺជាប្រទេសដំបូងគេនៅក្នុងសហគមន៍អាស៊ានដែលលើកយកទ័ពចូលឈ្លានពានប្រទេសដែលជាសមាជិកអាស៊ានដូចគ្នាហើយថៃគឺជាប្រទេសដែលមិនគោរពនៅច្បាប់អន្តរជាតិមិនញញើតនឹងច្បាប់រដ្ឋធម្មនុញ្ញអាស៊ានមិនផ្ដល់តម្លៃចំពោះអនុសញ្ញាសន្ធិសញ្ញាអន្តរជាតិដែលខ្លួនបានចុះហត្ថលេខានិងបានយល់ព្រមមិនត្រឹមតែប៉ុណ្ណោះនោះទេប្រទេសថៃមួយនេះក៏ជាអ្នកបំផ្លាញមុខមាត់អាស៊ានផងដែរច្បាស់ណាស់ហើយថ្លែងការណ៍របស់ប្រមុខព័ត៌មានយោធាថៃរូបនេះគឺថៃចង់បង្ហាញនូវភាពស្មោះត្រង់និងមិនមែនជាប៉ូលីសអាស៊ានដែលធ្វើអ្វីទៅតាមតែអំពើចិត្តនោះមែនតែថៃត្រូវតែដកកងទ័ពចេញពីតំបន់ដែលជាតំបន់អធិបតេយ្យភាពរបស់កម្ពុជាជាប្រញាប់ហើយក៏ត្រឡប់មកប្រើប្រាស់នយន្តការព្រំដែនទ្វេភាគីដែលទទួលស្គាល់ជាអន្តរជាតិដោយមិនត្រូវយកនៅបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមកធ្វើជាលេសបិទបាំងទង្វើឈ្លានពានរបស់ខ្លួនទៀតឡើយអស់លោកអ្នកថៃគេចេះណាបងប្អូនយើង JIC របស់ថៃគឺគេបានបញ្ជាក់ថាគ្រប់យ៉ាងដែលខ្លួនបានធ្វើនេះគឺប្រទេសថៃមិនមែនជាប៉ូលីសអាស៊ានឬក៏ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះប៉ុន្តែគ្រប់សកម្មភាពទាំងអស់សបញ្ជាក់ឲ្យឃើញថាថៃគឺតែងតាំងខ្លួនឯងគឺជាបងធំគឺជាមហាអំណាចនៅក្នុងប្លុកអាស៊ានបងប្អូនកុំភ្លេចចូលរួមបញ្ចេញជាមតិយោបល់ទាំងអស់គ្នានេះគឺជាដំណឹងទី2ហើយខ្ញុំបាទក៏សូមបញ្ចប់ដំណឹងទី2នេះបន្តចូលទៅកាន់ដំណឹងទី3ទៀតដែលជាដំណឹងក្តៅកគោកតែម្ដងតាក់ទិនទៅនឹងថៃបានបង្ហាញនៅមហិច្ឆតានិងលេចកន្ទុយចេញមកឲ្យបងប្អូនយើងនៅថ្ងៃនេះរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺចេញមកទទួលស្គាល់ថាតម្លៃសព្វាវុធកើនឡើង 30% នៅក្នុងពេលដែលមានចំនួនជាមួយនឹងកម្ពុជានិងជំរុញឲ្យបង្កើតការផលិតអាវុធទំនើបនៅក្នុងស្រុកនេះឬដែលថាថៃអត់បានឈ្លានពានកម្ពុជានេះឬដែលថាថៃអត់បានផលិតអាវុធទំនើបយកមកសាកជាមួយនឹងព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីការធ្វើសកម្មភាពឈ្លានពាននឹងការប៉ះទង្គិចយោធានៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសកម្ពុជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបានចេញមុខទទួលស្គាល់នៅវិបត្តិនិងមេរៀនបច្ចេកទេសដ៏ជូរចត់ចំពោះខឿនការពារជាតិរបស់ខ្លួនដោយបញ្ជាក់ថាតម្លៃសព្វាវុធនិងឧបករណ៍យោធាគឺបានហក់ឡើងថ្លៃរហូតទៅ 30% នៅក្នុងកំឡុងពេលដែលប្រយុទ្ធគ្នាជាមួយនឹងប្រទេសជាណាចក្រកម្ពុជានោះកត្តានេះគឺបណ្ដាលឲ្យថៃ
ប្រឈមមុខទៅនឹងសម្ពាធថវិកាការពារជាតិយ៉ាងធ្ងន់ធ្ងរនិងបណ្ដាលឲ្យរដ្ឋាភិបាលទីក្រុងបាងកកប្រញាប់ប្រញាល់ជំរុញនៅផែនការផលិតអាវុធនិងបច្ចេកវិទ្យាទំនើបដោយខ្លួនឯងដើម្បីទប់ទល់នឹងស្ថានភាពមិនពិតប្រាកដប្រជានៅក្នុងតំបន់នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន PPTV HD 36នៅក្នុងពិធីវេទិកាកិច្ចសន្ទនាសន្តិសុខរបស់ថៃឆ្នាំ2026ក្រោមប្រធានបទការពារប្រទេសនិងសន្តិសុខនៅក្នុងយុគសម័យនៃភាពមិនប្រាកដប្រជាឧត្តមសេនីយ៍តូអាប់ឌុលប៊ុនថាមឆារឿនរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺបានថ្លែងសង្កត់ធ្ងន់យ៉ាងច្បាស់អំពីបញ្ហាប្រឈមដែលយោធារបស់ថៃបានជួបប្រទះនៅពេលកន្លងមកដែលមានចំនួនជាមួយនឹងព្រះរាជាណាចក្រកម្ពុជាលោកបានទម្លាយថាមេរៀនជាក់ស្ដែងអំពីការប្រយុទ្ធគ្នាកន្លងមកបានបង្ហាញឲ្យឃើញថាសូម្បីតែប្រទេសដែលមានថវិការៀបចំទិញអាវុធក៏មិនប្រកាសប្រជាអាចរកទិញអាវុធបានភ្លាមទៅតាមតម្រូវការនោះដែរឬប្រសិនបើអាចទិញបានក៏ត្រូវតែទិញនៅក្នុងតម្លៃបូកបន្ថែមរហូតដល់ 30% ដែលជាបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិផ្អែកទៅលើការបាខាតបង់និងបញ្ហាប្រឈមដែលកើតចេញពីការប៉ះទង្គិចគ្នាជាមួយនឹងកម្ពុជានេះលោករដ្ឋមន្ត្រីក្រសួងការពារជាតិបានជំរុញឲ្យប្រទេសថៃបន្តផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធាដោយខិតខំផលិតនៅសព្វាវុធនិងឧបករណ៍ចាំបាច់ដោយខ្លួនឯងជាប្រញាប់ជាជាងការពឹងផ្អែកទាំងស្រុងទៅលើការនាំចូលពីអាវុធបរទេសលោកបានសង្កត់ធ្ងន់អំពីការបង្កើតនិងការផលិតបច្ចេកវិទ្យាសឹកទំនើបជាពិសេសប្រព័ន្ធ drone និងបច្ចេកវិទ្យាប្រាជ្ញាសព្វនិមិត្ត AI និងឧបករណ៍ការពារសន្តិសុខដែលជាកត្តាកំណត់ជ័យជំនះនៅក្នុងសង្គ្រាមសម័យទំនើបរដ្ឋមន្ត្រីក្រសួងការពារជាតិថៃរូបនេះបានបន្ថែមទៀតថាសង្គ្រាមឬជំលោះប្រដាប់អាវុធនាពេលបច្ចុប្បន្នមិនមែនជាការវាស់វែងតែលើទំហំនៃកងទ័ពប៉ុណ្ណោះទេប៉ុន្តែវាអាស្រ័យទៅលើសមត្ថភាពនៃការបត់បែនបានយ៉ាងឆាប់រហ័សពីប្រព័ន្ធការពារជាតិដ៏រឹងមាំនិងការកសាងទំនុកចិត្តពីប្រជាពលរដ្ឋទាំងមូលលោកបានសង្កត់ធ្ងន់ថាការគម្រាមកំហែងនាពេលបច្ចុប្បន្នមានភាពចម្រុះនិងរៀបចំឡើងនៅក្នុងទម្រង់សង្គ្រាមពហុមុំទាំងខាងផ្នែក Cyber ព័ត៌មានវិទ្យុវិបត្តិធម្មពលនិងបច្ចេកវិទ្យាដែលទាមទារឲ្យមានការរៀបចំខ្លួនជាស្រេចមុនពេលដែលវិបត្តិនេះកើតឡើងដូច្នេះការចេញមុខសារភាពនិងបង្ហាញពីផែនការបង្កើតការផលិតនៅអាវុធផលិតនៅអាវុធពីសំណាក់ប្រមុខការពារជាតិថៃនាពេលនេះត្រូវបានអ្នកវិភាគមើលឃើញថាគឺជាលទ្ធផលដែលកើតចេញអំពីការវាយតម្លៃនៅចំណុចខ្សោយរបស់កងទ័ពថៃបន្ទាប់ពីបើកការឈ្លានពានលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាវាក៏ជាសញ្ញាបង្ហាញថាថៃកំពុងតែប្រញាប់ប្រញាល់ពង្រឹងសមត្ថភាពយោធានៅក្នុងស្រុករបស់ខ្លួនដើម្បីត្រៀមលក្ខណៈទប់ទល់ទៅនឹងផលវិបាកផ្នែកសន្តិសុខនិងសេដ្ឋកិច្ចដែលកំពុងតែជះឥទ្ធិពលវិជ្ជមានដល់ប្រទេសខ្លួនផ្ទាល់តែម្ដងនេះគឺជាដំណឹងទី3ដែលខ្ញុំបាទសូមបញ្ចប់តំណេះបន្តចូលទៅកាន់ដំណឹងទី4តែម្ដងហើយព័ត៌មានដំណឹងទី4នេះគឺជាដំណឹងមួយដែលកំពុងតែផ្ទុះការវែកញែកនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរក្រោយមានការតែងតាំងនៅប្រេសិតពិសេសរបស់សម្ដេចហ៊ុនម៉ាណែតថ្ងៃនេះសម្ដេចធិបតីហ៊ុនម៉ាណែតគឺបានពន្យល់ពីអត្ថន័យតំណែងប្រេសិតពិសេសនិងដាស់តឿនពីសិលធម៌នយោបាយនៅក្នុងការបង្រួបបង្រួមជាតិប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់អំពីកាតព្វកិច្ចនិងអត្ថន័យពិតប្រាកដនៃតំណែងប្រេសិតពិសេសរបស់កូនស្រីលោកកឹមសុខាគឺកញ្ញាកឹមមនោវិជ្ជាព្រមទាំងសង្កត់ធ្ងន់ទៅលើទស្សនៈទាននៃសិលធម៌នយោបាយនិងស្មារតីបង្រួបបង្រួមជាតិដោយបានអំពាវនាវឲ្យអ្នកនយោបាយប្រកាន់យកនូវការសន្ទនាដោយថ្លៃថ្នូរនិងតម្កល់ផលប្រយោជន៍ជាតិជាធំនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងអាចារ្យរិនីទូទាំងប្រទេសលើកទី11នៅថ្ងៃពុធទី19ខែសីហាឆ្នាំ2026នៅក្នុងប្រសាសន៍សំណេះសំណាលនាឱកាសនោះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរបស់ព្រះរាជាណាចក្រកម្ពុជាគឺបានបញ្ជាក់ឲ្យដឹងថាការតែងតាំងតួនាទីជាប្រេសិតពិសេសរបស់កញ្ញាកឹមមនោវិជ្ជានេះមិនមែនជាការផ្ដល់តំណែងជារដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលនោះឡើយប៉ុន្តែគឺជាការប្រគល់នូវបេសកកម្មផ្លូវការមួយដើម្បីឲ្យមានទម្ងន់នៅក្នុងការទំនាក់ទំនងជាមួយនឹងភាគីបរទេសសម្ដេចបានបន្ថែមថាតួនាទីនេះគឺផ្ដោតសំខាន់លើកិច្ចទំនាក់ទំនងអន្តរជាតិការទាក់ទាញវិនិយោគ
ទុនរបស់បរទេសនិងការរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយយកទំនាក់ទំនងនិងបទពិសោធន៍ដែលមានស្រាប់មកបម្រើផលប្រយោជន៍ជាតិជាជាងការប្រើប្រាស់ពេលវេលានៅក្នុងការស្រែកជេរប្រមាថនិងការវាយប្រហារគ្នាដែលនាំឲ្យខាតបង់នូវកិត្តិយសជាតិនៅលើឆាកអន្តរជាតិទន្ទឹមនឹងនេះប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងយ៉ាងស៊ីជម្រៅអំពីសីលធម៌នយោបាយនិងការបង្រួបបង្រួមជាតិដោយបានគូបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែបើកទ្វារចំហនិងទទួលស្វាគមន៍ជានិច្ចចំពោះគ្រប់ភាគីទាំងអស់ដែលមានឆន្ទៈពិតប្រាកដនៅក្នុងការចូលរួមបង្រួបបង្រួមជាតិនិងស្ដារវប្បធម៌សន្តិនិកឡើងវិញសម្ដេចធិបតីបានស្នើឲ្យមានការបើកចិត្តឲ្យទូលំទូលាយលើនិយមន័យនៃការបង្រួបបង្រួមជាតិនិងដោយមិនត្រូវចោទប្រកាន់ឬទម្លាក់កំហុសដោយត្រាបុគ្គលណាម្នាក់លក់ក្បាលឬក៏ក្បត់ជាតិគ្រាន់តែដោយសារតែបុគ្គលរូបនោះមានទស្សនៈឬក៏មតិនយោបាយមិនសមស្របទៅតាមបកពួកខ្លួននោះឡើយសម្ដេចនាយករដ្ឋមន្ត្រីបានគូសរំលេចថាការបង្កើតនៅបរិយាកាសសន្តិនិកនយោបាយប្រកបទៅដោយភាពថ្លៃថ្នូរនិងចរន្តទម្លាប់នយោបាយវិជ្ជមានតម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់នៅវប្បធម៌ជេរប្រមាថនិងការចោទប្រកាន់ឥតប្រយោជន៍ផ្ទុយទៅវិញគ្រប់ភាគីគប្បីបង្វែងមកបង្កើតនៅកិច្ចសន្ទនាដោយផ្ទាល់ការលើកឡើងនៅបញ្ហាប្រឈមជាក់ស្ដែងនិងការផ្ដល់មតិយោបល់នៅក្នុងន័យស្ថាបនាដើម្បីរួបរวมគ្នានៅក្នុងការកសាងជាតិនិងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាអត្ថិភាពកម្ពុជាបងប្អូនទស្សនិកជនរួមជាតិខ្មែរនេះគឺជាដំណឹងទាំង4ដែលខ្ញុំបានបញ្ញត្តិជម្រាបជូនទៅកាន់អស់លោកអ្នកគណៈដែលដំណឹងបន្ទាប់ទៀតខ្ញុំបាននឹងបន្តចែករំលែកតេតិនទៅនឹងជនជាតិថៃ44នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធទៅនឹងករណីឆបោកទៅតាមប្រព័ន្ធបច្ចេកវិទ្យាដំណឹងទី2ប្រទេសថៃប្រឈមមុខទៅនឹងការខាត់បងសេដ្ឋកិច្ចធំប្រសិនបើក្រុមហ៊ុន Toyota ឬរោងចក្រចេញពីប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ីគណៈដែលដំណឹងសំខាន់ទី3គឺតេតិនទៅនឹងកម្ពុជាជំរុញឲ្យ JBC ប្រញាប់វាស់វែងព្រំដែនឡើងវិញក្រោយពី AOT ចុះពិនិត្យការរំលោភបំពានរបស់យោធាថៃនេះគឺជាដំណឹងទាំង3ដែលខ្ញុំបាទនឹងជម្រាបជូនទៅកាន់អស់លោកអ្នកនៅក្នុងព័ត៌មានបន្ទាប់ថ្ងៃទី23ខែសីហាឆ្នាំ2026ដែលជាដំណឹងទី2ផងដែរអរគុណច្រើនជម្រាបលាជួបគ្នាជាមួយនឹងខ្ញុំបាទនៅវីដេអូអាប់ដេតថ្មីជាបន្តទៀតអរគុណទៅកាន់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានតាំងពីដើមរហូតដល់ចប់ជុំរាបលា